លោកអ្នកនាងកំពុងស្ដាប់ការផ្សាយរបស់វិទ្យុជាតិត្បូងឃ្មុំ FM 88 MHz លំដាប់តទៅនេះសូមជូនព័ត៌មានខ្លីព្រឹកថ្ងៃនេះសម្ដេចតេជោហ៊ុនសែនអញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិនរាជធានីភ្នំពេញនៅព្រឹកថ្ងៃប្រហោះទី25ខែមិថុនាឆ្នាំ2026នេះសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជានិងជាប្រធានគណៈបកប្រជាជនកម្ពុជាអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនដំណើរទស្សនកិច្ចរបស់សម្ដេចតេជោធ្វើឡើងតបតាមការអញ្ជើញរបស់បកកុម្មុយនីសចិនដំណើរបំពេញទស្សនកិច្ចមិត្តភាពផ្លូវការធ្វើឡើងចាប់ពីថ្ងៃទី25ដល់ថ្ងៃទី27ខែមិថុនាឆ្នាំ2026សមាភិបគណៈប្រតិភូអមដំណើរសម្ដេចតេជោក្នុងទស្សនកិច្ចនេះរួមមានសម្ដេចពិជ័យសេនាទាបាញ់ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាអនុប្រធានគណៈបកនិងថ្នាក់ដឹកនាំសំខាន់ៗនៃស្ថាប័ននីតិបញ្ញត្តិកម្ពុជានិងរាជរដ្ឋាភិបាលនៅក្នុងឱកាសទស្សនកិច្ចខាងលើសម្ដេចតេជោនឹងមានជំនួបទ្វេភាគីជាមួយលោកស៊ីជីនពីងអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបកកុម្មុយនីសចិននិងជាប្រធានាធិបតីព្រមទាំងមានជំនួបពិភាក្សាការងារដាច់ដោយឡែកពីគ្នាជាមួយលោកលីឈៀងនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋចិននិងលោកចាងលេជីប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងរាស្ត្រប្រជាជនចិនទន្ទឹមនឹងនេះសម្ដេចតេជោក៏នឹងចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតផងដែរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននៅចិននាពេលនេះសបញ្ជាក់អំពីការបដិញ្ញាចិត្តឥតងាករេរបស់ប្រទេសទាំងពីរក្នុងការបន្តរឹតចំណងនិងលើកកម្ពស់មិត្តភាពដៃថែបព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសម្ដៅកសាងសហគមន៍វាសនារួមកម្ពុជាចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មីឲ្យកាន់តែជោគជ័យបន្ថែមទៀតព័ត៌មានខ្លីដែលលោកអ្នកនាងបានស្ដាប់ពីវិទ្យុជាតិត្បូងឃ្មុំនៅពេលនេះសូមចប់តែប៉ុណ្ណេះលោកអ្នកនាងរងចាំតាមដានស្ដាប់ព័ត៌មានខ្លីរបស់វិទ្យុយើងនៅពេលក្រោយជាបន្តទៀតសូមអរគុណ